បាទសាធុថ្ងៃនេះលោកគ្រូសូមមកនិយាយអំពីតកតងរឿងសុខឆ្មានឹងឲ្យបងប្អូនខ្លះក៏បានមើលរំលងខ្លះក៏បានយកចិត្តទុកដាក់រឿងបញ្ហាអំពីសុខឆ្មាពាក្យចាស់បុរាណបាននិយាយថាគុយពុកសុខឆ្មាហ្នឹងហើយពីព្រោះវាជារបស់កម្រណាពីព្រោះអីឆ្មាវាកម្រនឹងឲ្យសុខយើងឬក៏កូនក្រក់ហ្នឹងប៉ុន្តែលោកគ្រូនិយាយអំពីសុខឆ្មាសិនណាស្ដាប់វីដេអូនេះដល់ចប់ដើម្បីដឹងពីវិធីប្រើនិងពីវិធីទុកដាក់ធ្វើយ៉ាងណាដែលឆ្មាដែលយើងចិញ្ចឹមក្នុងផ្ទះហ្នឹងវាឲ្យសុខយើងណាវាកើតមកវាទុកសុខឲ្យយើងវាអត់ស៊ីសុខហ្នឹងគឺលក្ខណៈវាជាតប៉ែតណាវាតប៉ែតហ្នឹងតប៉ែតធំតិចហ្នឹងគេហៅសុខហ្នឹងដែលវាមិនស៊ីហ្នឹងវាកើតកូនមកវាទុកសុខហ្នឹងគេហៅថាសុខហ្នឹងហើយយើងអត់ដឹងយើងខំយកទៅចោលហ្នឹងហើយឆ្មាមិនថាឆ្មាយើងចិញ្ចឹមក្តីឬក៏ឆ្មាអ្នកដតីក្តីឆ្មាខាងក្រៅក្តីអញ្ចឹងដែលវាកាត់កូនហ្នឹងជួនណាវាពំសុកយកមកឲ្យយើងហ្នឹងកាលណាបើយើងបានហើយយើងត្រូវធ្វើយ៉ាងណាថែរក្សាសុកហ្នឹងទុកសុកហ្នឹងឲ្យបានល្អត្រឹមត្រូវហ្នឹងហើយទី1យើងត្រូវយកសុកហ្នឹងយកទៅហាលឲ្យស្ងួតកាលណាបើយើងបានណាយើងហាលឲ្យស្ងួតក៏បានទី2យើងយកទៅឆ្អើរភ្លើងបើកភ្លើងល្មមហ្នឹងហើយកុំឲ្យវាខ្លោចឲ្យគ្រាន់តែឆ្អើរវាស្ងួតទឹកក្រៀមអញ្ចឹងណាកុំឲ្យតែវាខ្លោចអញ្ចឹងហ្នឹងពីវិធីហ្នឹងយើងធ្វើវិធីមួយណាក៏បានដែរណាហាលក្តៅក៏បានហ្នឹងហើយឆ្អើរក៏បានហើយការដែលហាលហ្នឹងយើងហាលធ្វើម៉េចឲ្យបានល្អត្រឹមត្រូវប្រយ័ត្នមានសត្វណាសត្វនៅវាពំឬក៏សម្អាតគ្រោមយើងត្រូវរកវិធីការពារអញ្ចឹងណាហើយដល់ពេលបានមកគឺអញ្ចឹងដែរកាលណាវាស្ងួតទៅយើងត្រូវរកប្រអប់អីមួយណាប្រអប់អីមួយយើងដាក់ក្នុងប្រអប់ណាប្រអប់ជ័រក៏បានប្រអប់កដាយក៏បានដាក់ការពារកុំឲ្យមានសត្វកដោសត្វអីវាពំណាពំសុកនោះទៅបាត់ហ្នឹងវិធីដែលយើងបានសុកហ្នឹងអ្នកខ្លះបានមកអត់ដឹងថាធ្វើម៉េចហ្នឹងហើយអញ្ចឹងយកទៅហាលក្តៅឬក៏ឆ្អើរភ្លើងហ្នឹងធ្វើវិធីណាក៏បានដែរសំខាន់ឲ្យតែវាស្ងួតវាក្រៀមសុកហ្នឹងបានយើងយកទៅប្រើការបានកាលបើសុកស្ងួតក្រៀមហើយយើងត្រូវធ្វើកិច្ចបន្តណាកិច្ចបន្តហ្នឹងដូចក្នុងវីដេអូហ្នឹងណាកិច្ចសូត្រដាស់ប្រកបប្រកបប្រសិទ្ធិនៅសុកហ្នឹងយើងដាក់ឈ្មោះវាហ្នឹងយើងដាក់បាយរាល់ថ្ងៃសិលហ្នឹងបាយមានមហូបអីសាច់ត្រីសាច់អីរោយទៅលើមានផ្លែឈើ3មុខមកតិចមានទឹកធូបអីស័យហ្នឹងប៉ុន្តែយើងត្រូវធ្វើកិច្ចសូត្រដាស់ប្រសិទ្ធិដាក់ឈ្មោះវាសិនហ្នឹងហើយរឿងហ្នឹងបើយើងមានចម្ងល់ឆ្ងល់អីហ្នឹងអាចតាក់ទងលោកគ្រូសួរលោកគ្រូបានតាមរយៈ page ឬតាមរយៈលេខទូរស័ព្ទ Telegram ហ្នឹងហើយចាំយើងសួរតាមហ្នឹងទៅយើងឆ្ងល់អីហ្នឹងឬក៏ធ្វើកិច្ចសូត្រដាស់ប្រសិទ្ធិហ្នឹងអាចសួរលោកគ្រូបានចាំយើងសួរតាមលេខទូរស័ព្ទ Telegram ហ្នឹងទៅតែមានចម្ងល់ឆ្ងល់អីកន្លែងណាបន្ថែមទៀតហ្នឹងហើយពីព្រោះសុខឆ្មាហ្នឹងគឺវាមានអានុភាពណាយើងមិនអាចដឹកស្មានអ្នកខ្លះបានទៅគឺសំប្រកបនឹងរស់ស៊ីមានបានសកតសំប្រកបការងាររបស់យើងហ្នឹងមានលៀបមានជ័យដែលយើងថែរក្សាគេបានល្អត្រឹមត្រូវហ្នឹងមានដាក់បាយរាល់ថ្ងៃសិលឬថ្ងៃធម្មតាហ្នឹងហើយមួយទឹកយើងអាចដាក់2ដងក៏បានជាពិសេសគឺថ្ងៃសិលយើងរំខានមានទឹកអប់ទឹកអីនេះបាញ់តិចទៅហើយយើងហៅឈ្មោះគេយើងដាក់បាយដាក់អីឲ្យធូបហើយឈ្មោះដែលយើងបានដាក់នៅសុកឆ្មាហ្នឹងហើយឬកូនក្រអីហ្នឹងយើងហៅវាមកដើម្បីទទួលទានឲ្យស៊ីនៅបាយដែលយើងជាម្ចាស់បានដាក់ថែសារហ្នឹងកាលណាបើយើងថែសារគេល្អត្រឹមត្រូវគេនឹងជួយយើងណាតំរងយើងការងាររស់ស៊ីនឹងមានលៀបមានជ័យហ្នឹងហើយមុខចំនួនលក់ដូរឬក៏ប្រកបការងារផ្សេងប្រចាំថ្ងៃហ្នឹងហើយសុកឆ្មាហ្នឹងឲ្យនៅលៀបណាលៀបជ័យដែលយើងរកទូទានបានហ្នឹងហើយហេតុផលដែលយើងត្រូវទទួលបានហ្នឹងគឺអញ្ចឹងឯងតែបើយើងមានចិត្តគំនិតលោភលន់ទៅលេងឆ្នោតអីហ្នឹងអាហ្នឹងគឺទៅរួចទៅណាហ្នឹងហើយលោកមិនអោយទេគ្រាន់ថាការងារដែលយើងប្រកបការងារដែលជាសុចរិតការងារដែលជាសមាជីវការងារលក់ដូររស់ស៊ីទូទានណាការងារមិនកេងប្រវ័ញ្ចការងារដែលសុចរិតហ្នឹង
ហ្នឹងហើយលោកនឹងឲ្យហាច់ផលឲ្យលៀបយើងដែលការងារដែលយើងបានប្រព្រឹត្តបានធ្វើហ្នឹងដូចគ្រូបានរៀបរាប់ពីខាងដើមហ្នឹងតើតងបញ្ហាហ្នឹងហើយយើងធ្វើតាមហ្នឹងទៅយើងបានមកហ្នឹងគឺយើងហាក្តៅឬក៏ចោលភ្លើងហ្នឹងមិនថាសុកក្តីឬកូនក្រក់ក្តីហ្នឹងហើយកូនក្រក់បើបានហ្នឹងយើងមកក៏យកទៅចោលភ្លើងយើងដែរកូនក្រក់ដែលវាកើតមកភ្លាមហ្នឹងគឺវាខូចទៅវាអត់ទ្រុះហ្នឹងហៅថាកូនក្រក់ណាដែលវាកើតមកភ្លាមគឺវាតៃសាកភ្លាមអានេះយើងយកប្រើការបានហ្នឹងហើយអញ្ចឹងយើងក៏មើលម្លងហ្នឹងហើយយើងអាចថែសារទុកដាក់វាទៅតាមអធិស្ឋានអញ្ចឹងទៅហ្នឹងហើយធូបបីដាក់បាយដាក់ទឹកឲ្យវាអញ្ចឹងទៅហាវាអញ្ចឹងទៅហ្នឹងហើយយូរទៅហ្នឹងហើយអ្នកដែលថែសារនៅស្រុកឆ្មាហ្នឹងគេនឹងឲ្យលៀបឲ្យចៃយើងរកស៊ីមានបាននឹងការលក់ដូរលក់ចេញទិញចូលហ្នឹងណាវាសំប្រកបណាវាចេះតែចម្រុងចម្រើនអញ្ចឹងហ្នឹងអញ្ចឹងវាការងារយើងរកស៊ីទូទានវាចេះតែទៅមុខជឿនលឿនណាបាទសូមអរគុណ